សារចររបស់រាជរដ្ឋាភិបាលកម្ពុជាលេខ03សរស្ដីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង2ទសវត្សរ៍ចុងក្រោយនេះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាននិងផលប៉ះពាល់សុខភាពសាធារណៈដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចជាតិជាក់ស្ដែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាឆ្នាំ2023ដល់2028បានចាត់ទុកការកែតម្រង់ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងារអាទិភាពក្នុងនោះការងារតាមដានត្រួតពិនិត្យការបំពុលទឹកនិងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថានក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយសម្ដៅធានាបាននៅការគ្រប់គ្រងដល់ការអភិវឌ្ឍនិងការប្រើប្រាស់ប្រកបដោយចីរភាពការការពារសុខភាពសាធារណៈនិងជីវៈចម្រុះកន្លងមករាជរដ្ឋាភិបាលបានសង្កេតឃើញថាទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រងនិងត្រួតពិនិត្យការបំពុលទឹកប្រភពទឹកសាធារណៈបានចែងនៅក្នុងច្បាប់ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តីក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈរួមទាំងវិធានការគ្រប់គ្រងនិងត្រួតពិនិត្យការបញ្ចេញសំណល់រាវឬសារធាតុបំពុលទឹកពីប្រភពបំពុលនានានៅមានកម្រិតនិងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីនេះដែលជាហេតុបង្កឲ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈនិងសុខភាពប្រជាពលរដ្ឋដែលអាស្រ័យនឹងប្រភពទឹកទាំងនោះក្នុងករណីនេះរាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្ដល់កិច្ចសហការដល់ក្រសួងបរិស្ថានដើម្បីអនុវត្តវិធានការដូចខាងក្រោម 1. ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រសហគ្រាសសួនឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេសអាជីវកម្មធនធានរ៉ែមូលដ្ឋានសុខាភិបាលទីសត្វឃាតនិងមន្ទីរពិសោធន៍ជាដើមត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវនិងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាននិងមានផែនការមធ្យោបាយនិងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក 2. ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្មសេវាកម្មបុរីលំនៅឋានអគារសហកម្មសិទ្ធិរមណីយដ្ឋានសន្តាគារភោជនីយដ្ឋានផ្សារទំនើបឬមណ្ឌលកម្សាន្តជាដើមត្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឲ្យស្របតាមស្តង់ដារសុវត្ថិភាពបរិស្ថានមុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈឬបង្ហូរចូលបណ្ដាញលូសាធារណៈដែលភ្ជាប់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់រួម 3. ជំរុញការអនុវត្តនិរន្តរភាពកសិកម្មតាមរយៈការគ្រប់គ្រងការប្រើប្រាស់ជីកសិកម្មថ្នាំកសិកម្មសារធាតុចិញ្ចឹមឲ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដារបរិស្ថានជៀសវាងការបង្ហូរឬលិចជ្រាបសំណល់រាវពីតំបន់កសិកម្មដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ 4. ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្ដាប្រទេសជិតខាងនិងក្នុងតំបន់និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន 5. ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈតាមរយៈការដំឡើងស្ថានីយ៍តាមដានគុណភាពទឹកស្វ័យប្រវត្តិកសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យគុណភាពទឹកសាធារណៈនិងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត 6. ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹកផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈជីវៈចម្រុះនិងសេដ្ឋកិច្ចនិងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល 7. ជំរុញលើកកម្ពស់ការយល់ដឹងនិងបំផុសការចូលរួមពីសាធារណជនក្នុងកិច្ចគាំពារគុណភាពទឹកសាធារណៈតាមរយៈការរៀបចំវេទិកាសាធារណៈការផ្សព្វផ្សាយសារឬភាពយន្តអប់រំខ្លីទទួលបានសារចរនេះទីស្តីការគណៈរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃពុធ14កើតខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី12ខែមីនា ឆ្នាំ2025នាយករដ្ឋមន្ត្រីហត្ថលេខានឹងត្រាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត